រឿងព្រះមហាជនុព្រះពុទ្ធជាបរមសាស្តាចារ្យកាលគង់នៅវត្តចេតពុនទ្រង់ប្រារព្ធនៅមហាភិនិក្ខមនបារមីទ្រង់សម្ដែងព្រះធម៌ទេសនាថាកោយ៉ាងមច្ឆេសមុទ្ទេសមੰដូច្នេះជាដើមសេចក្តីថាថ្ងៃមួយភិក្ខុទាំងឡាយអង្គុយនិយាយសរសើរមហាភិនិស្សក្រមនៃព្រះតថាគតក្នុងធម្មសភាព្រះសាស្តាទ្រង់ព្រះបច្ឆាថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយប្រជុំនិយាយនៅរឿងអ្វីភិក្ខុទាំងឡាយក្រាបបង្គំទូលតាមដំណើរសេចក្តីទើបព្រះចិនស្រីទ្រង់មានព្រះពុទ្ធដីកាថាមិនតែឥឡូវនេះទេពីដើមដែលតថាគតជាពោធិសត្វក៏ចេញសាងមហាភិនិស្សក្រមយ៉ាងនេះដែរព្រះសាស្តាដែលភិក្ខុទាំងឡាយអារាធនាក៏ទ្រង់សម្ដែងអតីតនិទានដូចតទៅនេះអតីតេភិក្ខវេវិតេហរដ្ឋេមិថេឡាយ៉ាងមោហាជាអ្នកកោនាមរាជារាជាង្ការិសិមនាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយព្រះរាជាព្រះនាមមោហាជនុសោយរាជក្នុងនគរមិថេឡាដែនវិទេហរៈទ្រង់មានព្រះរាជបុត្រពីរព្រះអង្គព្រះនាមអរិ ដ្ឋជនុមួយបោលៈជនុមួយទ្រង់ព្រះរាជទានឋានៈឧបរាជដល់ព្រះអរិ ដ្ឋជនុឋានៈសេនាបតីដល់ព្រះបោលៈជនុចំណេរកាលមកខាងក្រោយកាលព្រះមហាជនុទ្រង់សោយព្រះទីវង្គតទៅព្រះអរិ ដ្ឋជនុជាព្រះមហាឧបរាជបានសោយរាជទ្រង់ព្រះរាជទានទីឧបរាជដល់ព្រះបោលៈជនុអាមាត្យម្នាក់ញុះញង់ព្រះមហាក្សត្រឲ្យចាប់ព្រះបោលៈជនុដាក់ច្រវាក់ឃុំតុក្នុងផ្ទះមួយចិត្តព្រះរាជនិវេសព្រះបោលៈជនុដោះច្រវាក់ហើយបើកទ្វារបានចេញទៅគង់នៅឯស្រុកបច្ចុប្បន្នគ្រាមួយមានមនុស្សចុះចូលច្រើនប្រជុំជាកងទ័ពឡោមព័ទ្ធចាប់ព្រះបាទអរិ ដ្ឋជនុធ្វើគុតទៅហើយបានសោយរាជតមកគ្រាចម្បាំងព្រះទេវីរបស់ព្រះបាទអរិ ដ្ឋជនុទ្រង់គោគ្រប់ខែជ្រាបថាព្រះស្វាមីសុគតក៏យកប្រាក់មាសនិងវត្ថុមានតម្លៃដាក់ក្នុងបាតកញ្ជើគ្របសំពត់ដាក់អង្គពីលើថ្លែងព្រះអង្គជាស្រីកំសត់ទូលកញ្ជើរត់ទៅតាមទ្វារខាងជើងបានជួបនឹងព្រះឥន្ទដែលនិមិត្តជាព្រាហ្មណ៍ចាស់បរទេសបញ្ជិះនាំទៅដល់នគរកាលចម្ប៉ាទៅនៅសំណាក់អាស្រ័យនាប្រទេសអាចារ្យទិសាប្រមោកនាមឧទិជ្ជព្រាហ្មណ៍មិនយូរប៉ុន្មានព្រះនាងក៏ប្រសូតព្រះរាជបុត្រព្រះនាងព្រះរាជទានព្រះនាមថាមហាជនុដោយព្រះនាមព្រះរាជអាយកោព្រះមហាជនុបរមពោធិសត្វចម្រើនវ័យឡើងជាមនុស្សថ្លើមឡើងចាងក្អេងក្អាងឥតខ្លាចក្មេងណាដោយសារកើតក្នុងខត្តយត្រកូលហើយនៅក្នុងគ្រួសារដែលគេគោរពត្រូវក្មេងឯទៀតស្អប់គេជេរថាអាកូនឥតឪពុកក៏ជាអុកជាតុកកន្ទុកន្ទិញទទូចសួរព្រះមេដាលុះត្រាតែបានជ្រាបនៅប្រវត្តិដើមរបស់ព្រះអង្គហើយខំផ្ចង់ព្រះស្មារតីដើម្បីប្រតិបត្តិមេដាព្រមទាំងលោកគ្រូអាចារ្យខិតខំសិក្សាចេះចប់ត្រៃវេទក្នុងរវាងព្រះជន្ម16ឆ្នាំទើបបានក្រាបថ្វាយបង្គំព្រះមេដាថាទូលព្រះបង្គំនឹងទៅយករាជសម្បត្តិឯនគរមិថេឡាបើព្រះមេដាគ្មានទ្រព្យគ្មានខ្លឹមសារទេទូលព្រះបង្គំនឹងទៅធ្វើជំនួញសន្សំទ្រព្យសិនដើម្បីចងពួកហើយនឹងទៅយករាជសម្បត្តិនោះព្រះមេដាប្រាប់ថាមានវត្ថុ3មុខជាខ្លឹមសារគឺកែវមณี1កែវមុក្កដា1កែវវេជី1ព្រះពោធិសត្វសុំយកវត្ថុទាំងនោះពាក់កណ្ដាលថ្វាយបង្គំលាព្រះមេដានិងអាចារ្យទិសាប្រមោកចុះសំពៅសំដៅទៅប្រទេសសុវណ្ណភូមិជាមួយនឹងពួកពាណិជ្ជ700នាក់ធ្វើជំនួញបានប្រាក់ដោយច្រើននាំមកថ្វាយព្រះមេដាជូនលោកអាចារ្យហើយត្រឡប់ទៅប្រទេសសុវណ្ណភូមិវិញតាមផ្លូវសមុទ្រថ្ងៃនោះឯងជួនជាព្រះបាទបោលិជនុឯនគរមិថិលា
ទ្រង់ប្រឈួនផ្ទុំជាប់លើព្រះសយនាគ្រាដែលព្រះពោធិសត្វចុះសំពៅទៅបាន7ថ្ងៃសំពៅក៏ធ្លាយក្នុងមហាសមុទ្រមហាជនភ័យផិតរន្ធត់យំស្រែកសម្បងសង្រងរកទេវតាឲ្យជួយគ្រប់គ្នាចំណែកខាងពោធិសត្វមិនដូច្នោះទេបែរជាលេស្ករនិងទឹកដោះគោសោយហើយជ្រលក់សម្ពុតដោយប្រេងស្លៀកយ៉ាងខ្ជាប់ទៅឡើងដងក្តោងមហាជនប្រុសស្រីបានជាចំណីត្រីនិងអណ្ដើកទឹកជុំវិញសំពៅคล้ายទៅជាពូក្រហមដោយសារឈាមព្រះពោធិសត្វឈរលើចុងដងក្តោងចំពោះព្រះភ័ក្ត្រទៅនគរមិថិលាហើយក៏លោតផ្លងរំលងពួកត្រីនិងអណ្ដើកហែលទៅថ្ងៃនោះត្រូវលើថ្ងៃដែលព្រះបាទបោលេជនុទ្រង់សុគតព្រះពោធិសត្វដូចជាកំណាត់ដើមចេកមាសអណ្ដែតលើរមូរនៃរលកទឹកសមុទ្រមានពណ៌ដោយកែវមณีខំហែលឆ្លងជលធីដោយកម្លាំងដើមដៃទាំងពីរកាត់ទីដែលគេត្រូវឆ្លងអស់វេលា7ថ្ងៃដោយព្រះតីថានឹងឲ្យដល់ក្នុងថ្ងៃនេះក្នុងថ្ងៃគម្រប់7ទ្រង់ជ្រាបថាឥឡូវនេះជាថ្ងៃពេញបូរមីទើបទ្រង់ខ្ពុលព្រះអស់ដោយទឹកប្រៃអធិដ្ឋានសិលឧបោសថគ្រានោះនាងទេពធីតាឈ្មោះមេនីមេខលាដែលព្រះចតុលោកបាលទាំង4ឲ្យរក្សាមហាសមុទ្រដើម្បីកុំឲ្យមនុស្សសត្វអ្នកគោរពប្រតិបត្តិគ្រូអាចារ្យលិចស្លាប់ក្នុងសមុទ្របាននាងធ្វេសប្រហែសស្មារតីខានត្រួតមើលសមុទ្រអស់7ថ្ងៃស្រាប់តែថ្ងៃជាគម្រប់7នៃការលង់ទឹករបស់ពោធិសត្វទើបនាងបានដឹងក៏ប្រឹងស្ទុះមនីដោយអាការៈភិតភ័យថាអោគ្រោះជាល្អប្រសិនបើព្រះមហាជនុស្លាប់ក្នុងសមុទ្រសំជាអាត្មាអញនឹងលែងបានចូលទៅកាន់ទេវសមាគមនាងស្ថិតនៅឯដអាកាសពោលបងព្រះពោធិសត្វមើលថានរណានេះដែលមិនឃើញត្រៃសោះហើយខំប្រឹងហែលកណ្ដាលសមុទ្រដែរអ្នកឃើញប្រយោជន៍ដោយម្ដេចបានជាព្យាយាមដល់ម្លេះព្រះពោធិសត្វថាមនាលទេវតាខ្ញុំពិចារណាឃើញនៅវត្តនៃសត្វលោកថាត្រូវតែធ្វើការហើយអានិសង្សនៃសេចក្តីព្យាយាមថាត្រូវតែផុតទុក្ខព្រោះហេតុនោះបានជាខ្ញុំទោះបីមិនឃើញត្រៃសោះក៏កាន់តែព្យាយាមហែលដែរទេវតាថាអ្នកមិនឃើញទាំងត្រៃផងការព្យាយាមរបស់អ្នកជាការសោះសូន្យទៅទេអ្នកមិនដល់ត្រៃទេមុខជាស្លាប់មិនខានព្រះពោធិសត្វថាបុគ្គលធ្វើនៅកិច្ចរបស់បុរសព្យាយាមទៅជាអ្នកមិនមានបំណុលក្នុងពួកញាតិក្នុងពួកទេវតានិងក្នុងពួកព្រាហ្មណ៍ទាំងមិនក្តៅក្រហាយក្នុងកាលខាងក្រោយផងទេវតាថាការងារដែលមិនសម្រេចរមែងជាការឥតផលបានត្រឹមជាក្តីលំបាកជាកម្រៃបុគ្គលដែលត្រូវស្លាប់នោះមានប្រយោជន៍អ្វីដោយសេចក្តីព្យាយាមក្នុងការងារព្រះពោធិសត្វថាមនាលទេវតាបុគ្គលណាដឹងច្បាស់ថាការងារមិនសម្រេចហើយមិនរក្សាជីវិតខ្លួនឯងបែរជាអំពាវនាវឲ្យគេជួយជីវិតទៅវិញថែមទាំងបន្ថយសេចក្តីព្យាយាមផងបុគ្គលនោះគង់ដឹងនៅផលនៃសេចក្តីខ្ជិលនោះមិនខានមនាលទេវតាក្រែងនាងបានឃើញដែរឬមនុស្សមួយសំពៅលិចបាត់ទៅនៅសល់តែខ្ញុំហែលមកបើមិនបានផលអ្វីក៏បានត្រឹមតែការជួបនឹងនាងដែរខ្ញុំនឹងព្យាយាមតាមសំគួរដល់កម្លាំងបើភ័ព្វមានបានដល់ច្រាំងខ្ញុំនឹងធ្វើនៅសេចក្តីព្យាយាមដែលបុរសគួរធ្វើទៀតទេវតាថាអ្នកប្រកបដោយសេចក្តីព្យាយាមតាមធម៌រមែងមិនលិចចុះក្នុងមហាសមុទ្រដោយកម្មគឺសេចក្តីព្យាយាមនឹងឯងចិត្តរបស់អ្នកត្រេកអរក្នុងទីណាចូលអ្នកទៅក្នុងទីនោះចុះនាងមេនីមេខលាទេវតារក្សាសមុទ្រនិយាយដូច្នោះហើយក៏ចាប់ស្រង់ព្រះពោធិសត្វដូចបាច់ផ្កាកម្រងត្រកងផ្ដេកផ្កាប់នឹងឱរាដូចជាប្រយបុត្រារបស់ខ្លួននាំទៅតាមអាកាសដល់នគរមិថិលាក៏ផ្ដេកលើមង្គលសិលាប័ត្រ
ក្រមដើមស្វាយខាងត្បូងព្រះនគរឲ្យពួកទេវតារក្សាឧទ្យានចាំថែរក្សាព្រះពោធិសត្វហើយទៅឋានរបស់ខ្លួនវិញឯព្រះបាទបោលជនុឥតព្រះរាជបុត្រាសោះមានត្រឹមតែព្រះរាជបុត្រីមួយព្រះអង្គព្រះនាមសីវលីទេវីក្នុងថ្ងៃដែលព្រះអង្គផ្ទុំជាប់លើព្រះមរណមច្ចាអាមាត្យទាំងឡាយបានស្នើព្រះយោបល់ថាទ្រង់សពព្រះរាជហឫទ័យព្រះរាជទានរាជសម្បត្តិដល់នរណាព្រះរាជាត្រាស់ព្រះរាជអង្ការថាកំណប់ធំ16គឺកំណប់ត្រង់ព្រះអាទិត្យរះ1ត្រង់ព្រះអាទិត្យលិច1ខាងក្នុង1ខាងក្រៅ1មិនមែនខាងក្នុងមិនមែនខាងក្រៅ1ត្រង់ទីសម្រាប់ឡើង1ត្រង់ទីសម្រាប់ចុះ1ត្រង់សាលព្រឹកទាំង4ដើម1ត្រង់ទី1យោជជុំវិញ1នាចុងភ្លុកដំរី1នាចុងកន្ទុយដំរី1ក្នុងទឹក1ឯដយចុងឈើ1នរណាគោះបានសហស្ថាមធ្នូនរណាលើករួចបល្ល័ង្កក្រែ4ជ្រុងនរណាដឹងជាក្បាលដំណេកខាងណានាងសីវលីរាជទេវីនរណាឲ្យត្រេកអរបានអ្នកទាំងឡាយចូលប្រគល់រាជសម្បត្តិឲ្យអ្នកនោះចោះអាមាត្យទាំងឡាយបានចាត់ការជ្រើសរើសព្រះមហាក្សត្រតាមព្រះរាជបណ្ដាំនេះពុំបានទើបព្រមព្រៀងតាមបុរោហិតចាត់ការផ្សងបោសរតដែលទឹមដោយសេះពីរគូមានកំរាលនិងផ្ការរចនាដ៏វិចិត្រដាក់គ្រឿងរាជកុធភ័ណ្ឌគ្រប់គ្រាន់ទាំង5ប្រការមានពួកចតុរង្គសេនាចោមរោមត្រៀបត្រាបួងសួងសុំឲ្យអ្នកមានវាសនាគូទទួលសោយរាជសម្បត្តិបោសរតដែលគេផ្សងឲ្យឡើងទៅក៏សំដៅត្រង់ទីមង្គលសិលាប័ត្រដែលព្រះពោធិសត្វផ្ទុំបុរោហិតបានឃើញលក្ខណៈព្រះអង្គហើយនិយាយប្រាប់ថាបុរសនេះមានសមត្ថភាពឲ្យសោយរាជក្នុងមហាទ្វីបទាំង4បានទើបព្រមព្រៀងគ្នាអារាធនាព្រះអង្គសូមទ្រង់ទទួលរាជសម្បត្តិបានធ្វើពិធីអភិសេកក្នុងទីនោះមួយលើកហើយនាំទៅកាន់រាជបុរីបានដង្ហែទៅជួបនឹងព្រះនាងសីវលីទេវីរាជកញ្ញាព្រះនាងមានសេចក្តីជ្រះថ្លាពុំអាចទប់ទល់ព្រះអង្គក៏ទ្រង់លោកព្រះហស្ថចាប់ព្រះហស្ថព្រះពោធិសត្វដោយព្រះរាជហឫទ័យត្រេកអរមហាជនក៏ទះដៃទទួលអំណរថាត្រូវតាមព្រះរាជបណ្ដាំមួយខហើយព្រះពោធិសត្វសួរថាព្រះមហាក្សត្ររបស់អ្នកទាំងឡាយបានផ្ដាំរឿងដតីទៀតដែរឬទើបអាមាត្យទាំងឡាយក្រាបទូលហោហែតាមព្រះរាជបណ្ដាំដែលបានពោលខាងដើមបល្ល័ង្ក4ជ្រុងគឺព្រះសិរីសយនាដែលឥតនរណាចូលដល់បានជាគ្មាននរណាស្គាល់ក្បាលដំណេកព្រះពោធិសត្វក៏ប្លែកងឿងក្នុងព្រះរាជហឫទ័យប៉ុន្តែដោយការវាងវៃទៅព្រះអង្គដកព្រះសុពោសូជិស្នៀតព្រះកេសមាសហុចទៅដល់ព្រះនាងសីវលីថានេះជាគ្រឿងប្រដាប់ព្រះសេចូលនាងដាក់ក្នុងទីគួរដាក់ព្រះនាងក៏ដាក់លើក្រែនោះខាងក្បាលដំណេកទៅព្រះអង្គឆ្លើយប្រាប់មហាជនថានេះជាក្បាលដំណេកសហស្ថានធ្នូប្រកបដោយកម្លាំងបុរស1000នាក់ព្រះពោធិសត្វគង់លើបល្ល័ង្កលើកធ្នូនេះរួចដូចជាធ្នូសម្រាប់ថ្ពេចកបាសរបស់ពួកស្រីកំណប់ទ្រព្យទាំង16ព្រះអង្គសួរអាមាត្យទាំងឡាយថាព្រះរាជារបស់អ្នកទាំងឡាយធ្លាប់រាប់អានព្រះបច្ចេកពុទ្ធឬទេក្រាបទូលថាធ្លាប់ទទួលដំណើរព្រះបច្ចេកពុទ្ធត្រង់ណាថាត្រង់ទីនោះបើដូច្នោះចូលអ្នកទាំងឡាយទៅជីកយកកំណប់អំពីទីនោះមកទីនោះឯងដែលឈ្មោះថាកន្លែងព្រះអាទិត្យរះព្រះរាជាធ្លាប់ជូនដំណើរព្រះបច្ចេកពុទ្ធដល់ត្រង់ណាចូលអ្នករាល់គ្នាទៅជីកយកកំណប់អំពីត្រង់នោះមកទីនោះឯងដែលឈ្មោះថាព្រះអាទិត្យលិចរាជបុរសទាំងឡាយក៏ជីកយកកំណប់បានមកមែនទ្រង់ឲ្យយកកំណប់ខាងក្នុងអំពីខាងក្នុងធរណីនៃទ្វារធំក្នុងព្រះរាជដំណាក់
ឲ្យយកកំណប់ខាងក្រៅអំពីខាងក្រៅធរណីនៃទ្វារនោះឲ្យយកកំណប់មិនមែនខាងក្នុងមិនមែនខាងក្រៅអំពីខាងក្រោមធរណីនោះឲ្យយកកំណប់ក្នុងកន្លែងឡើងអំពីកន្លែងឡើងកាន់ដំរីឲ្យយកកំណប់ក្នុងកន្លែងចុះអំពីកន្លែងចុះចាក់ដំរីឲ្យយកកំណប់ក្រោមមហាសាលព្រឹក4ដើមអំពីក្រោមជើងទាំង4នៃក្រែព្រះសិរីសយនាដែលជាងធ្វើដោយឈើសាលព្រឹកឲ្យយកកំណប់ចម្ងាយមួយយោជន៍ជុំវិញអំពីទីជុំវិញជើងក្រែមួយជួរនឹមឲ្យយកកំណប់នាចុងភ្លុកដំរីអំពីទីចំពោះមុខនៃភ្លុកទាំងពីរនៃដំរីមង្គលឲ្យយកកំណប់នាចុងកន្ទុយដំរីអំពីទីចំពោះមុខនៃកន្ទុយដំរីមង្គលឲ្យយកកំណប់ក្នុងទឹកអំពីកំពង់ដែលទ្រង់ធ្លាប់ចុះស្រង់ក្នុងស្រះមង្គលបោកខរណីឲ្យយកកំណប់ឯកដចុងឈើអំពីទីប៉ុនស្រមោលនៃម៉ៃសាលព្រឹកក្នុងព្រះឧទ្យាននៅវេលាថ្ងៃត្រង់កាលព្រះពោធិសត្វឲ្យនាំកំណប់ទាំង16បានមកយ៉ាងនេះហើយមហាជនក៏មានចិត្តត្រេកអររីករាយថ្វាយរាជសម្បត្តិជាការដាច់ស្រេចដោយការធ្វើព្រះរាជពិធីអភិសេកជាមួយនឹងព្រះនាងសីវលីទេវីកំណប់ទ្រព្យដែលកោះបានមកទ្រង់ឲ្យយកទៅចាត់ការកសាងសាលាឆទានទាំង6ខ្នងគឺត្រង់ទីចិត្តទ្វេនៃព្រះរាជនិវេស2ខ្នងទៀបទ្វេទាំង4នៃនគរ4ខ្នងហើយទ្រង់ចំណាយព្រះរាជទ្រព្យព្រះរាជទានដល់សមណៈជីព្រាហ្មណ៍សមោមយាចកអ្នកកំសត់ទុរគតរៀងរាល់ថ្ងៃតទៅទ្រង់ឲ្យស្ដេចសម្ដេចព្រះវររាជជនីព្រមទាំងអញ្ជើញលោកអាចារ្យទិសាប្រមោកអំពីនគរកាលចម្ប៉ាមកតម្កល់ទុកជាទីគោរពជាទីធ្វើសក្ការៈបូជាដរាបរៀងទៅព្រះបាទមហាជនុបរមពោធិសត្វកាលគង់លើរាជាសនៈក្រោមស្វេតឆ័ត្រទតឃើញសិរីរាជសម្បត្តិដូចជាសិរីនៃព្រះឥន្ទទ្រង់រលឹកឃើញនៅការព្យាយាមដែលទ្រង់ធ្វើនៅមហាសមុទ្រក៏មានព្រះរាជហឫទ័យប្រកបដោយបិតិសោមនស្សទ្រង់បន្លឺព្រះឧទានថាបុរសជាបណ្ឌិតត្រូវតែតស៊ូមិនត្រូវនឿយណាយយើងឃើញច្បាស់ដោយខ្លួនឯងថាយើងប្រាថ្នាយ៉ាងណាបានយ៉ាងនោះយើងឃើញច្បាស់ដោយខ្លួនឯងថាទេវតាស្រង់យើងអំពីទឹកដាក់មកលើគោកបុរសជាបណ្ឌិតត្រូវតែព្យាយាមមិនត្រូវនឿយណាយអ្នកមានប្រាជ្ញាទោះបីសេចក្តីຕົកប៉ះពាល់ក៏មិនត្រូវកាត់បំណងខ្លួនដែរចំណេរកាលតមកព្រះនាងសីវលីទេវីប្រសូតព្រះរាជបុត្រាទ្រង់បានព្រះរាជទានព្រះនាមថាទីខេវុកុមារព្រះរាជបិតាបានព្រះរាជទានឋានៈជាឧបរាជដល់ព្រះរាជបុត្រនេះព្រះមហាជនុទ្រង់សោយរាជប្រកបដោយទសពិតរាជធម៌ឥតមានមោះមៃសេចក្តីអន្តរាយដល់នគរឡើយថ្ងៃមួយទ្រង់ស្ដេចទៅកាន់ឧទ្យានបានទតឃើញស្វាយមួយដើមរិចស្លឹកបាក់ម៉ែកព្រោះតែមានផ្លែស្វាយមួយដើមទៀតមានស្លឹកលាស់ខ្ចីសាខាត្រឆឹងត្រឆៃដង្គំដង្គោលល្អព្រោះឥតផ្លែទើបទ្រង់ព្រះចិន្តាថាស្វាយដែលរិចស្លឹកបាក់ម៉ែកព្រោះតែផ្លែដូចជាអាត្មាអញជាស្ដេចសោយរាជធ្វើប្រយោជន៍ឲ្យកើតឡើងសម្រាប់តែអ្នកត្រូវការត្រង់ខ្លួនអាត្មាចេះតែរិចទៅព្រះអង្គទ្រង់ព្រះចិន្តាដូច្នោះហើយទើបទ្រង់សពព្រះរាជហឫទ័យក្នុងភេទបព្វជិទ្រង់និវត្តន៍មកកាន់ព្រះបរមរាជនិវេសវិញទ្រង់បណ្ដេញហាមឃាត់មិនឲ្យមនុស្សដទៃនៅឬចូលទៅក្នុងព្រះរាជនិវេសឡើយលើកលែងតែអ្នកបម្រើផ្ទាល់ព្រះអង្គម្នាក់ចេញព្រះអង្គទ្រង់ធ្វើសមណធម៌ស្មឹងស្មាតអស់វេលា4ខែឥតឲ្យនរណាដឹងសោះថ្ងៃមួយនោះទ្រង់ឲ្យអ្នកបម្រើទៅហៅខ្មាន់ព្រះកេសមកចម្រើនព្រះកេសាឲ្យទៅជាវសមណបរិខាបាទជ័យពោមកផ្លាស់គ្រឿងអំពោទ្រទ្រង់ភេទបព្វជិទ្រង់ព្រះពោះកាសាស្ពេបាទឯដរព្រះអង្គសាប្រាថ្នានឹងចេញទៅព្រៃហេមពានគ្រានោះ
ព្រះនាងសីវលីនិងស្រីស្នំ700នាក់តាក់តែងអង្គទ្រង់គ្រឿងអលង្ការបំពេញរាជបញ្ញត្តិចូលទៅគាល់ជួនជាព្រះអង្គចុះចេញអំពីប្រាសាទយាងដោយព្រះបាទទាទោះបីស្ត្រីទាំងនោះអង្វរខាត់យ៉ាងណាក៏ទ្រង់ពុំព្រមត្រឡប់វិញសោះមហាជនក្នុងនគរទាំងអស់ទាំងស្រីទាំងប្រុសទាំងរាស្ត្រទាំងមន្ត្រីផ្អើលឆោឡរត់តាមព្រះចក្រីថ្លែងសេចក្តីអង្វរផ្សេងជាអនេកប្រការក៏ពុំអាចញ៉ាំងព្រះអង្គឲ្យទ្រង់ត្រឡប់បានព្រះនាងសីវលីនឹកឃើញឧបាយកលមួយថាព្រះរាជាតែងខ្វល់ខ្វាយក្នុងកិច្ចការពារអន្តរាយនៃប្រជាជនទើបទ្រង់ចាត់សេនាបតីឈ្មោះមហាសេនាគុតឲ្យដុតផ្ទះចាស់ដុតសម្រាមដុតស្លឹកឈើធ្វើឲ្យមានផ្សែងទ្រលោមឡើងព្រះនាងក៏ទៅអោបព្រះបាទទាព្រះស្វាមីទូលថានគរមិថិលាត្រូវភ្លើងឆេះហើយព្រះអង្គទ្រង់មានព្រះរាជអង្គការថាសេចក្តីខ្វល់ខ្វាយនៃជនណាមានសេចក្តីខ្វល់ខ្វាយនៃជននោះតែងឆេះចេញពីភ្លើងឯយើងឥតមានសេចក្តីខ្វល់ខ្វាយឥតភ្លើងឆេះទេឡាព្រះនាងឲ្យពួកអ្នកកាន់អាវុធសម្លុតអ្នកស្រុកធ្វើហាក់ដូចជាចោរប្លន់អ្នកស្រុកទាំងរយទាំងពាន់រត់មកយំស្រែកស្ទាក់ព្រះរាជដំណើរថាចោរប្លន់ដែនព្រះអង្គហើយសូមព្រះអង្គត្រឡប់កុំឲ្យដែននេះវិនាសព្រះអង្គទ្រង់ត្រាស់ថាកង្វល់របស់យើងមិនមានទេយើងរស់នៅជាសុខຕົកជាដែនត្រូវចោរប្លន់ក៏យកសម្បត្តិយើងមិនបានដែរព្រះអង្គទ្រង់ចេញទៅអស់ផ្លូវដ៏ឆ្ងាយមហាជនទាំងឡាយក៏ប្រឹងតែតាមមិនព្រមត្រឡប់ដល់ផ្លូវប្រហប់ព្រះអង្គទ្រង់ងាកសួរថារាជនេះជារាជនរណាកាន់អំណាចក្នុងប្រទេសនេះឆ្លើយទូលថារាជព្រះអង្គកាន់អំណាចទើបព្រះពោធិសត្វយកព្រះទ័នឈើច្រត់គូសទៅតឹងផ្លូវប្រហប់ថាយើងជាអ្នកកាន់អំណាចគូសគំនូសនេះនរណាកន្លងគំនូសនេះនឹងត្រូវមានទោសមហាជនទាំងរាស្ត្រទាំងមន្ត្រីឥតហ៊ានកន្លងផ្គងអញ្ជលីអោនសិរសាក្រាបទូលត្រឹមគំនូសនោះព្រះនាងសីវលីផ្ដួលអង្គទ្រង់បំរាស់ននាលទល់តែរលប់គំនូសនោះអស់មហាជនឃើញដូច្នោះក៏ស្រែកថាម្ចាស់គំនូសទំលាយគំនូសហើយខំរត់ប្រពាកប្រពូនតាមទៅទៀតព្រះរាជាពុំអាចញ៉ាំងមហាជនឲ្យត្រឡប់វិញបានអស់ផ្លូវ60យោជន៍គ្រានោះតាបោះព្រះនាមនិរតៈនៅព្រៃហេមពៀនបានស្ថិតនៅឯដកអាកាសញ៉ាំងសេចក្តីឧស្សាហ៍នៃព្រះរាជាឲ្យកើតឡើងថាសំលេងគឺកងនេះតើព្រោះហេតុអ្វីស្រីនោះជាអ្វីមកលេងជាមួយក្នុងព្រៃដូចជាក្នុងស្រុកព្រះពោធិសត្វថាខ្ញុំលះបង់មហាជនចេញមកបានជាមហាជនតាមមកប្រជុំក្នុងទីនេះខ្ញុំកន្លងកិលេសទៅបួសដើម្បីបាននៅមុខធម៌តាបោះថាព្រះអង្គកុំសម្គាល់ថាអញឆ្លងកិលេសរួចកិលេសនេះបុគ្គលណាមិនងាយឆ្លងបានទេព្រោះអន្តរាយមានច្រើនព្រះពោធិសត្វថាខ្ញុំមិនប្រាថ្នាកាមក្នុងមនុស្សលោកក្នុងទេវលោកឡើយសេចក្តីអន្តរាយនឹងមានដល់ខ្ញុំដូចម្តេចបានតាបោះថាសេចក្តីអន្តរាយតាំងឡើងពីប្រភពច្រើនប្រការគឺពីការដេកលក់ពីសេចក្តីខ្ជិលពីការមិត្តពុតពីសេចក្តីអផ្សុកពីការពុលអាហារព្រះរាជាសួរថាលោកព្រានប្រដៅខ្ញុំល្អណាស់លោកជាអ្វីតាបោះថាជនទាំងឡាយស្គាល់ខ្ញុំដោយនាមថានិរតៈដោយកោតថាកាសបៈខ្ញុំមកដោយការដឹងច្បាស់ថាសមាគមដោយសពបុរសជាការប្រពៃសេចក្តីត្រេកអរក្នុងបព្វជិនិងព្រហ្មវិហារចូលកើតដល់ព្រះអង្គការខ្វះខាតសិលនិងទានសូមព្រះអង្គបំពេញសូមព្រះអង្គរំលាយចោលនៅសេចក្តីមើលងាយនិងសេចក្តីក្រអឺតក្រអោងអាងជាតិសូមព្រះអង្គគោរពនៅកុសលកម្មបទ
និងវិជ្ជាគឺអភិញ្ញា5សមាបត្តិ8និងសមណធម៌និរតតរបស់នោះទូនមានព្រះមហាក្សត្រយ៉ាងនេះហើយក៏ទៅកាន់លំនៅនៃខ្លួនតាមអាកាសវិញ្ញងកាលដែលតាបោះនោះទៅបាត់ទៅមានតាបោះផ្សេងទៀតព្រះនាមមិគិចិនចេញអំពីសមាបត្តិមកស្ថិតនៅឯដកអាកាសបង្ហាញខ្លួននិយាយថាបបិទ្ធព្រះជនកព្រះអង្គលះបង់ដំរីសេះពួកអ្នកនគរនិងជនបទដ៏ច្រើនហើយទ្រង់ព្រះភ្នោះត្រេកអរតែនឹងអំបែងបាតតើពួកអ្នកជនបទមិត្តអាមាត្យនិងព្រះញាតិបានប្រទោសចំពោះព្រះអង្គឬក៏ព្រោះហេតុអ្វីបានជាព្រះអង្គសពព្រះរាជហឫទ័យនិងអំបែងរបស់ព្រះអង្គឯនេះវិញព្រះពោធិសត្វឆ្លើយថាបបិទ្ធមិគិចិនតាំងពីកាលណាមកខ្ញុំមិនដែលផ្ចាញ់ជនណាមួយដោយអធរទេទាំងពួកជនណាមួយក៏មិនដែលផ្ចាញ់ខ្ញុំដែរខ្ញុំបានឃើញនៅប្រពៃណីនៃសត្វលោកដែលកិលេសធ្វើឲ្យខ្វល់ខូចដូចជាភក់លិចក្នុងភក់គឺកិលេសងងឹតងងុលហ៊ានដល់ទៅសម្លាប់គ្នាខ្ញុំយករឿងនេះមកប្រៀបធៀបពិចារណាទើបបានជាខ្ញុំចូលចិត្តនឹងភ្នោះតាបោះសួរថាអ្នកមានជោគណាជាសាស្តារបស់ព្រះអង្គពាក្យដ៏ពិរោះជាពាក្យរបស់បុគ្គលណាព្រះពោធិសត្វឆ្លើយថាខ្ញុំអាចនិយាយដូចនេះបានដោយខ្លួនឯងព្រោះហេតុខ្ញុំបានឃើញដើមស្វាយមួយដើមមានផ្លែខ្ញុំបានឃើញស្វាយមួយដើមទៀតឥតផ្លែមានពណ៌ខៀវស្រងាត់ជាទីរីករាយនៃចិត្តទើបខ្ញុំគិតថាអាត្មាអញដែលទ្រទ្រង់នៅអិសរភាពនឹងត្រូវសត្រូវទាំងឡាយសម្លាប់ជាមិនខានខ្លាដំបងត្រូវគេសម្លាប់ព្រោះស្បែកដំរីត្រូវគេសម្លាប់ព្រោះភ្លុកអ្នកមានទ្រព្យត្រូវគេសម្លាប់ព្រោះទ្រព្យតើនរណានឹងសម្លាប់មនុស្សឥតផ្ទះមិនមានសន្ធវៈនឹងថាដើមស្វាយទាំងពីរនេះឯងជាសាស្តារបស់ខ្ញុំក៏ថាបានមិគិចិនតាបោះឮដូច្នោះក៏ថ្វាយឱវាទដល់ព្រះរាជាថាសូមព្រះអង្គកុំធ្វេសប្រហែសដូច្នេះហើយក៏ត្រឡប់ទៅកាន់ទីឋានរបស់ខ្លួនវិញមកកាលដែលមិគិចិនតាបោះនោះទៅបាត់ទៅព្រះនាងសីវលីក្រាបទាបព្រះបាទទានៃព្រះរាជាព្រះស្វាមីថ្លែងព្រះរាជសវន័យថាជនទាំងពួងគឺសេនាដំរីសេនាសេះសេនារថសេនាថ្មើរជើងបានឮថាព្រះអង្គទ្រង់ព្រះភ្នោះហើយក៏តក់ស្លុតរត់តាមមកដល់ទីនេះសូមព្រះអង្គលួងលោមនៅប្រជុំជនសូមតាំងទុកនៅការរក្សាសូមតាំងព្រះរាជកុមារក្នុងព្រះរាជសម្បត្តិហើយសឹមទ្រង់ព្រះភ្នោះក្នុងកាលខាងក្រោយនេះព្រះពោធិសត្វថាមនាលបជាបតីពួកអ្នកជនបទមិត្តអាមាត្យនិងញាតិទាំងឡាយត្រូវអាត្មាលះបង់ស្រេចហើយកូនអ្នកវិទេហរិសឈ្មោះទីខាវុកុមារនិងជាអ្នកញ៉ាំងរត់ឲ្យចម្រើនចូលកូននោះសោយរាជក្នុងក្រុងមិថិលាចុះចូលនាងមកនេះអាត្មានឹងប្រាប់នៅពាក្យដែលអាត្មាពេញចិត្តថានាងឯងសោយរាជឈ្មោះថាធ្វើនៅបាបទុច្ចរិតដ៏ច្រើនដោយកាយវាចាចិត្តនាងឯងនឹងទៅកាន់ទុគតិដោយកាយវាចាចិត្តទុច្ចរិតមិនខានឯអាត្មាញ៉ាំងអត្ថភាពឲ្យប្រព្រឹត្តទៅដោយដុំបាយដែលបុគ្គលដតីឲ្យដែលបុគ្គលដតីសម្រេចហើយនេះជាប្រពៃណីរបស់អ្នកប្រាជ្ញព្រះពោធិសត្វព្រះរាជទានឱវាទដល់ព្រះនាងសីវលីយ៉ាងនេះបណ្ដើរយាងទៅបណ្ដើរព្រះនាងសីវលីស៊ូតែតាមទៅដល់វេលាយប់ទៅទ្រង់ឈប់ឲ្យបោះតបក្នុងទីដ៏សមគួរព្រះមហាក្សត្រចូលទៅកាន់គល់ឈើមួយដើមព្រឹកឡើងទ្រង់ស្ដេចទៅស្វែងរកភិក្ខាក្នុងធននគរក្នុងនគរនោះមានបុរសម្នាក់អាំងសាច់មួយដុំសុនក់មួយលួបពំបោលទៅត្រូវម្ចាស់សាច់ដេញតាមក៏ប្រឹងបោលទៅប្រទះនឹងព្រះពោធិសត្វភ័យស្មានតែជាព្រះអង្គចាំស្ទាក់ក៏ទម្លាក់ដុំសាច់ប្រាក់បោលទៅខាងម្ខាងបាត់ទៅព្រះអង្គ
រងនៅទីនោះមួយស្របក់ពុំឃើញម្ចាស់ឬឆ្កែមកយកសាច់នោះវិញក៏ព្រះអង្គទោះយកជាចង្ហាន់បាំងសុគលបោះធូលីស្អាតដាក់ក្នុងបាតយកទៅពិចារណាបច្ចវេខណវិធីឆាន់ក្នុងទីមានទឹកដ៏សប្បាយព្រះនាងទេវីឃើញយ៉ាងនេះក៏ទ្រង់ព្រះចិន្តាថាបើព្រះស្វាមីនៅត្រូវការដោយរាជសម្បត្តិទ្រង់មិនសោយព្រះស្ងោយយ៉ាងនេះទេនេះប្រកាសជាដាច់អាល័យពីរាជសម្បត្តិហើយទើបព្រះនាងថ្លែងព្រះសាវនីរិះគន់ព្រះរាជាថាបុគ្គលណាឥតអាហារ4ពេលនោះនឹងស្លាប់មិនលែងជាតិជាកុលបុត្រមិនក៏បីបរិភោគអាហារដែលប្រឡាក់ដោយធូលីមិនស្អាតទេព្រោះការបរិភោគយ៉ាងនេះមិនល្អសោះមិនប្រពៃសោះបបិទ្ធព្រះមហាជនុឧបាដែរព្រះអង្គសោយព្រះស្ងោយសល់ពីឆ្កែយ៉ាងនឹងព្រះពោធិសត្វថាមនាងនាងសីវលីរបស់ណាដែលគេលះបង់ហើយរបស់នោះមិនមែនជាអាត្មាមិនគួរឆាន់ទេរបស់ដែលបានដោយធម៌នោះជាអាហារមិនមានទោសព្រះពោធិសត្វនិងព្រះនាងសីវលីចរចាទៅវិញទៅមកបណ្ដាយាងទៅបណ្ដាទ្រង់បានជួបនឹងនាងកុមារិកាម្នាក់កំពុងស្ទៃដីខ្សាច់ដោយកូនកញ្ច្រែងនាងកុមារិកានោះមានដៃម្ខាងពាក់កងមួយដៃម្ខាងទៀតពាក់កងពីរឯកងមួយនាដៃម្ខាងឥតមានសូរប្លែកតែកងពីរនាដៃម្ខាងទៀតនោះចេះតែឮសូរក្រឹកក្រឹកឥតឈប់ព្រះរាជាទ្រង់ជ្រាបហេតុនោះហើយក៏ទ្រង់ព្រះចិន្តាថានាងសីវលីចេះតែតាមចប់ពីក្រោយអាត្មាអញធម្មតាស្ត្រីជាមន្ទិលរបស់បព្វជិតអ្នកផងបានឃើញនឹងរិះគន់ពុំខានឯនាងកុមារិកានេះអង្គអាចឥតខ្លាចនរណាសមជាក្មេងមានប្រាជ្ញាបើដូច្នេះអាត្មាអញនឹងសួរកុមារិកានេះឲ្យវាឆ្លើយអាត្មាអញនឹងបានចម្លើយវាយកមកបណ្ដេញនាងសីវលីទៅវិញទ្រង់ព្រះចិន្តាដូច្នោះហើយក៏ទ្រង់ចូលទៅចិត្តនាងកុមារិកាទ្រង់ព្រះបច្ឆាថាមនាលកុមារិកាដំណូចនាងឯងពិតជាក្មេងនៅដេកអោបម្ដាយនៅឡើយហើយនាងមានគ្រឿងប្រដាប់មិនឃ្លាតពីខ្លួនជានិច្ចដៃម្ខាងរបស់នាងលាន់ឮសូរដៃម្ខាងទៀតឥតឮសូរសោះតើព្រោះហេតុអ្វីនាងកុមារិកាថាបបិទ្ធសមណៈកងទាំងពីរទង្គិចគ្នាទៅឮសូរកងមួយនេះឥតកងឯទៀតជាគម្រប់ពីរទៅឥតឮសូរដោយអរិយបុគ្គលជាអ្នកស្ងប់ស្ងៀមឯបុគ្គលមានគ្នារមែងជជែកគ្នាម្នាក់ឯងជជែកនឹងនរណាកើតព្រះអង្គជាអ្នកប្រាថ្នានៅឋានសួគ៌សូមទ្រង់ពេញព្រះរាជហឫទ័យនិងភាពនៃបុគ្គលម្នាក់ឯងចោះព្រះបរមពោធិសត្វបែរមកបញ្ជាក់នឹងព្រះនាងសីវលីថានាងឮឬទេនៅពាក្យដែលនាងកុមារិកានិយាយអំបញ្ញមិញនាងកុមារិកាដៀលអាត្មាអញដូចជាខ្ញុំកញ្ជះវេនេះឯងជាគតិនៃបុគ្គលពីរនាក់ផ្លូវបែកជាពីរនេះត្រូវនាងទៅតាមផ្លូវមួយអាត្មាទៅតាមផ្លូវមួយនាងកុំហៅអាត្មាថាស្វាមីទាំងអាត្មាឡែងហៅនាងថាបូជាបតីទៀតដែរព្រះនាងសីវលីទ្រាំពុំបានក៏ប្រកាន់យកផ្លូវខាងឆ្វេងទ្រង់ព្រះវិយោគសោកសង្រេងវង្វេងព្រះស្មារតីក្សត្រីក៏ងាកមកជួបនឹងព្រះស្វាមីដដែលព្រះពោធិសត្វទ្រង់យាងចូលទៅក្នុងធននគរដើម្បីបិណ្ឌបាតបានឃើញជាងព្រួយម្នាក់កំពុងកំដៅព្រួយលើរងើកភ្លើងលើកឡើងថ្មិចស្រងេវផ្នែកម្ខាងសម្លឹងមើលរំពាត់ព្រួយដោយផ្នែកម្ខាងក៏ទ្រង់បច្ឆាថាហេតុអ្វីក៏អ្នកថ្មិចផ្នែកម្ខាងសម្លឹងមើលព្រួយវាចអ្នកមើលយ៉ាងនេះស្រួលឬជាងព្រួយថាបបិទ្ធសមណៈកាលមើលដោយផ្នែកទាំងពីរឃើញទីធំទូលាយណាស់ពុំអាចដឹងជាព្រួយវាចត្រង់ណាជាប្រកបទេលុះតែថ្មិចផ្នែកម្ខាងសម្លឹងមើលរំពាត់វេដោយផ្នែកម្ខាងទើបដឹងជាព្រួយវាចត្រង់នេះត្រង់នោះ
បុគ្គលមានគ្នាជាគម្រប់ពីររវល់តែជជែកគ្នារកមេគាដ៏ត្រង់ពុំឃើញទេព្រះអង្គជាអ្នកប្រាថ្នានៅឋានសួគ៌សូមទ្រង់ពេញព្រះរាជហឫទ័យចំពោះភាពនៃបុគ្គលម្នាក់ឯងចុះព្រះពោធិសត្វទ្រង់ព្រះសណ្ដាប់ពាក្យដូច្នោះលុះសន្សំមិសកៈផតបានល្មមមួយចំអែតទើបទ្រង់ចេញទៅធ្វើផតកិច្ចត្រង់ទីមានទឹកនិងម្លប់ដ៏សប្បាយឯព្រះនាងសីវលីនិងយោធាទាំងឡាយក៏ស៊ូតែតាមពុំព្រមត្រឡប់លុះដល់ដងព្រៃមួយព្រះអង្គដកស្មៅយ៉ាផ្លងមកក្តិចមួយកំណាត់ប្រវែងមួយថ្នាំងសុលបាញ់ចេញស្នូលមកខាងក្រៅហៅព្រះនាងសីវលីមកបញ្ជាក់ថានាងឮឬទេសម្ដីដែលជាងពាត់ព្រួយនិយាយព្រឹកមិញនាងឯងនិងអាត្មាត្រូវតែឃ្លាតគ្នាបញ្ចូលគ្នាវិញមិនកើតដូចជាស្នូលយ៉ាផ្លងនេះផ្លូវបែកជាពីរនេះចូលនាងប្រកាន់យកផ្លូវមួយអាត្មាប្រកាន់យកផ្លូវមួយចូលនាងនៅម្នាក់ឯងចោះដូចស្មៅយ៉ាផ្លងដែលអាត្មាដកឲ្យនេះថាតែប៉ុណ្ណេះក៏គិចចូលក្នុងព្រៃសុបទ្រុបបំបត្តិព្រះអង្គបាត់ទៅព្រះនាងសីវលីពុំអាចទប់ទល់សំណោកទ្រង់ព្រះវិយោគសោកាលើកហាត់ថាគុព្រះឱរាទ្រង់បរិទេវនាកាបំរាសននីលត្រាតែសន្លប់បាត់ស្មារតីពួកនាម៉ឺនសពមុខមន្ត្រីភ័យរចល់រវល់តែរកព្រះកន្ធវេរីមកប្រោះស្របជប់ចាប់សពព្រះអង្គាទម្រាំព្រះនាងទ្រង់ភ្ងាសួររកព្រះភស្តាក៏ឥតនរណាដឹងថាព្រះអង្គយាងទៅខាងណាសោះអស់ក្តីសង្ឃឹមត្រឹមប៉ុណ្ណោះព្រះនាងសីវលីរាជានីតាទ្រង់ចាត់ការឲ្យកសាងចេតិយអនុស្សាវរីយ៍ត្រង់ទីដែលបាត់ព្រះអង្គហើយទ្រង់ធ្វើសក្ការៈបូជារួចត្រឡប់មកវិញចំណែកខាងព្រះពោធិសត្វចូលបាត់ទៅក្នុងព្រៃហេមពានមិនយូរប៉ុន្មានក៏បាននៅអភិញ្ញានិងសមាបត្តិក្នុងរវាងមួយសប្តាហ៍លែងយាត្រាមកកាន់ផ្លូវមនុស្សសោះឯព្រះនាងទេវីនិងរាជបរិពារទាំងអស់ចាត់ការកសាងព្រះចេតិយអនុស្សាវរីយ៍ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងជាងពាត់ព្រួយមួយត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងនាងកុមារិកាស្ទេដីខ្សាច់មួយត្រង់កន្លែងដែលព្រះអង្គឆាន់សាច់សល់ពីឆ្កែមួយត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងមិគិចិនតបោះមួយត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងនិរតតបោះមួយទ្រង់ធ្វើសក្ការៈបូជាព្រះចេតិយដោយទានធូបភ្ញីផ្កាជាមហោឡារិកហើយទ្រង់ចាត់ការរៀបពិធីអភិសេកព្រះទីឃាវុកុមារឲ្យសោយរាជ្យតអំពីព្រះបរមរាជបិតាទើបព្រះនាងទ្រង់ព្រះភ្នោះជាឥសីគង់នៅក្នុងព្រៃអម្ពវណ្ណរាជឧទ្យានញ៉ាំងឈានឲ្យកើតឡើងទ្រង់គង់នៅជាដរាបជីវិតាវសានបានទៅកើតក្នុងព្រហ្មលោកឯព្រះបរមពោធិសត្វស្ថិតនៅក្នុងព្រៃហេមពានដរាបដល់ជីវិតបរិយោសានបានទៅឧបដឹកក្នុងព្រហ្មលោកនាយងព្រះសម្ពុទ្ធបរមសាស្តាចារ្យទ្រង់នាំព្រះធម៌ទេសនានោះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយមិនត្រឹមតែក្នុងកាលឥឡូវនេះទេពីដើមមកតថាគតចេញទៅកាន់មហាភិនិស្សក្រមយ៉ាងនេះឯងទើបព្រះអង្គទ្រង់ប្រជុំជាដកថាព្រះឥន្ទក្នុងគ្រានោះគឺភិក្ខុអនុរុទ្ធក្នុងកាលឥឡូវនេះព្រាហ្មណ៍ទីសាបមោកគឺភិក្ខុកាសបៈទេវតារក្សាសមុទ្រគឺភិក្ខុនៃឧបលវណ្ណានិរតតបោះគឺជាភិក្ខុសរិបុត្រមិគិចិនតបោះគឺជាភិក្ខុមោគលាននាងកុមារិកាគឺជាភិក្ខុនៃខេមាជាងព្រួញគឺជាអនន្តបរិស័ទក្រៅពីនេះគឺជាពុទ្ធបរិស័ទនាងសីវលីគឺជាមេដានៃរាហុលទីខេវុកុមារគឺជារាហុលព្រះរាជមេដាបិតាគឺជាមហារាជត្រកូលឯព្រះនរិនមហាជនុគឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធនិងឯញោមចប់មហាជនុជាដកទី2ដោយសង្ខេប